ធ្ងន់ក៏ហើយថៃកំពុងប្រឈមសងសំណងប្រទេសចូលរួមស៊ីហ្គេមส์មួយចំនួនក្រោយបដូរទីតាំងពីសង្ខឡាមកបាងកកវិញគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រនៅខេត្តសង្ខឡាភាគខាងត្បូងប្រទេសថៃបានបង្ខំឲ្យប្រទេសថៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមส์លើកទី33ត្រូវរៀបផែនការបន្ទាន់ភ្លាមដោយផ្លាស់កម្មវិធីប្រកួតកីឡាចំនួន10ទៅធ្វើនៅទីក្រុងបាងកកនិងឆុនប៊ូរីវិញខេត្តសង្ខឡាដែលជាទីតាំងមួយក្នុងចំណោមទីតាំងចំនួន3សម្រាប់រៀបចំការប្រកួតព្រឹត្តិការណ៍ SEA Games លើកទី33ដោយដំបូងឡើយគឺក្រុងនឹងຕົកជាទីតាំងប្រកួតកីឡាចំនួន10រួមមានកីឡាបាល់ទាត់បរោះក្រុង B កីឡាប៉េតង់កីឡាបោកចំបាប់ប្រដាល់មូលថៃបញ្ចស៊ីឡាអុកជូដូកីឡាលេងអ៊ូការ៉ាតេដូនិងកីឡាវ៉ូស៊ូដោយមានមេដាយមាសសរុបចំនួន25យ៉ាងណាមិញរស់សង្កាត់ទាំង15នៅក្នុងខេត្តសង្ខឡានេះគឺកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរទើបខាងអាជ្ញាធរកីឡាប្រចាំប្រទេសថៃ SAT ដាក់ចិនគម្រោងផ្លាស់ប្ដូរជាបន្ទាន់ការប្រកួតកីឡាទាំង10ខាងលើនេះទៅកាន់ទីតាំងប្រកួតចំនួន2ផ្សេងទៀតចំនួនការផ្លាស់ប្ដូរទីតាំងបន្ទាន់នេះផងដែរក្នុងនាមជាម្ចាស់ផ្ទះប្រទេសថៃក៏កំពុងពិចារណាលើការសងសំណងដល់បណ្ដាប្រទេសដែលចូលរួមប្រកួតមួយចំនួនបន្ទាប់ពីក្រុមជម្រើសជាតិខ្លះបានកក់សម្បុត្រយន្តហោះក៏ដូចជាសន្តាគារនៅខេត្តសង្ខឡារួចរាល់ហើយព្យុះស៊ីក្លូនឌីតវ៉ាវាយបរិហាស្រីលង្កាបង្កជាទឹកជំនន់ដ៏អាក្រក់ឆក់យកជីវិតមនុស្សជាង200នាក់និងបាត់ខ្លួនជាង200នាក់ទៀតគិតត្រឹមថ្ងៃទី01ខែធ្នូឆ្នាំ2025នេះគឺចូលថ្ងៃទី4ហើយដែលប្រទេសស្រីលង្កាបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់ដ៏ខ្លាំងក្លាដែលបង្កដោយព្យុះស៊ីក្លូនឌីតវ៉ាគ្រោះធម្មជាតិដ៏អាក្រក់នេះដែរបានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់212នាក់ខណៈ218នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយនេះបើតាមការបញ្ជាពីមន្ត្រីក្នុងតំបន់កាលពីថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025កន្លងទៅតាមសេចក្តីបញ្ជាពីខាងមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថាពលរដ្ឋជិត1លាននាក់បានរងការប៉ះពាល់ដោយភ្លៀងធឿកខ្លាំងនិងទឹកជំនន់ដែលបានគ្របដណ្ដប់ទីក្រុងកូឡុំបូទាំងស្រុងបង្ខំឲ្យពលរដ្ឋប្រមាណ720,000នាក់ត្រូវជម្លៀសស្នាក់នៅជំរុំជាបណ្ដោះអាសន្នស្របពេលប្រទេសស្រីលង្កាកំពុងជួបគ្រោះធម្មជាតិដ៏អាក្រក់នេះបណ្ដាប្រទេសមួយចំនួនបានចេញឆ្លើយតបជាជំនួយភ្លាមដោយប្រទេសឥណ្ឌាជាប្រទេសធ្វើការឆ្លើយតបមុនគេដោយបានបញ្ជូនសម្ភារជំនួយនិងឧស្សាហកម្មចាក់ចំនួន2គ្រឿងចុះបេសកកម្មជួយជនរងគ្រោះជាមួយគ្នានោះប្រទេសប៉ាគីស្ថានក៏បានបញ្ជូនក្រុមសង្គ្រោះរបស់ខ្លួនចុះទៅជួយផងដែរខណៈជប៉ុនក៏បាននិយាយថាពួកគេនឹងបញ្ជូនក្រុមរបស់ខ្លួនករណីត្រូវការជំនួយបន្ទាន់និងសន្យាផ្ដល់ជាជំនួយបន្ថែមទៀតព្យុះស៊ីក្លូនឌីតវ៉ាវាយប្រហារស្រីលង្កាបង្កជាទឹកជំនន់ដ៏អាក្រក់ឆក់យកជីវិតមនុស្សជាង200នាក់និងបាត់ខ្លួនជាង200នាក់ទៀត